โลปกมันเจียวปกบอกขึ้นปากกาเลยแต่กวาดเจียวปกตีปีสลับยมบัดโลปกมันเจียวปกบอกยมบังการแมนแต่กวาดเจียวปกบอกยมตีปียมมองตั้งปิดโตมันต้นใจดาวเปคละกวาดจันจะแขวเกาะบ้านยำไอ้บอลบอมาหมาฮาชงานดึกเกแต่แบบกวาดจันจะคางกล้าวกวาดนองรอจำนวยเอาบุคคลออกเนี้ยบ้านชงานก็สกจัดอดขุนไอngười đẹp và nó sừng mặt mê phê qua tay tay xả lánh mưa thay mê phê đau tầm tục chất đau phê hai tay tài bắt con phê phê ai từ chiều phê đó được trong sừng cùng sừng mặt ngay bị xem đi đá thang trong phone media của ba thêm cho chỉ mùi nâng thêm subscribe với chú nào là cầu sôi và trong ca đi về choแต่ทั้งไงเนี่ยดูเชียร์ทั้งไงสปรายเธอเอ้ยยมมีอารมณ์มวยเพี้ยแมนเทนเพี้ยเปล่าแมนเทนตรองท่าเธอคู่กำเนิดเอ้ยยมปูมาชีวิตขยมเอ้ยตั้งปีจับได้มาตั้งปีกำเนิดมาคืออัดได้เมียนทีខ្ញុំបានមករស់នៅក្នុងមណ្ឌលតាំងពីតូចមកដល់ពេលដែលខ្ញុំធំឡើងក្អើយហើយលោកពុកបានដល់ការសិក្សាឲ្យខ្ញុំបានចូលរៀនហើយលោកពុកបានផ្ដល់ភាពកក់ក្ដៅមកលើពួកខ្ញុំលោកពុកបានចំណាយទាំងពេលវេលាទាំងញើសឈាមឲ្យគាត់មកបាយបាច់នឹងថែរក្សាពួកខ្ញុំសង្ឃឹមថាលោកពុកនឹងខ្លាចជាឪពុករបស់ខ្ញុំរហូតត្បិតលោកពុកមិនមែនជាឪពុករបស់ខ្ញុំបង្កើតមែនតែគាត់ជាឪពុករបស់ខ្ញុំទី2ខ្ញុំសង្ឃឹមថាឪពុកគឺជាឪពុករបស់ខ្ញុំជារៀងរហូតខ្ញុំមកតាំងពីតូចមិនទាន់ចេះដើរបានឪពុកម្ដាយមើលថែខ្ញុំពេលខ្ញុំឈឺគាត់នាំខ្ញុំទៅពេទ្យគាត់បានមើលថែខ្ញុំរហូតដល់ខ្ញុំជាឥឡូវខ្ញុំធំប៉ុណ្ណេះហើយខ្ញុំមានតែសូមជូនពរដល់ឪពុកម្ដាយសូមឲ្យគាត់មានសុខភាពល្អកម្លាំងខ្លាំងក្លាញ៉ាំព្រាសវៃខ្ញុំពិតជាស្រឡាញ់ពុកណាស់ខ្ញុំនៅតាំងពីតូចរហូតដល់ខ្ញុំធំលោកពុកមិនមែនជាឪពុករបស់ខ្ញុំបកកើតទេតែគាត់ជាឪពុកទី2សម្រាប់ខ្ញុំគាត់ដល់ខ្ញុំទៅរៀនសូត្រគាត់បង្ខំនឹងដាស់តឿនខ្ញុំឲ្យខ្ញុំមានអនាគតល្អតែមានលោកពុកតែគាត់មើលថែខ្ញុំពេលខ្លះគាត់ចេញទៅក្រៅក៏បានញ៉ាំអីរបស់របរម្ហូបអាហារឆ្ងាញ់ដូចគេតែបើគាត់ចេញទៅខាងក្រៅគាត់នឹងរកជំនួយឲ្យបុគ្គលទាំងអស់គ្នាបានឆ្ងាញ់ក៏សុខចិត្តអត់ខ្លួនឯងសង្ឃឹមថាលោកពុកគឺជាលោកពុករបស់ខ្ញុំដ៏ពិតប្រាកដទីចុងក្រោយកូនចង់ប្រាប់ថាកូនស្រឡាញ់ពុករបស់កូនខ្លាំងណាស់ពុកតែងតែផ្ដល់ស្ញាំញញឹមដល់កូននិងភាពកក់ក្ដៅជាចុងក្រោយកូនចង់និយាយថាកូនពិតជាស្រឡាញ់ពុកខ្លាំងណាស់ជំរាបសួរខ្ញុំបាទឈ្មោះមឿនចម្រើនដែលជាឪពុកមើលការខុសត្រូវនៅក្នុងមណ្ឌលអង្គការបណ្ដុះបណ្ដាលនិងថែសារកុមារកព្រាជាឪពុកគ្រប់គ្រងនៅទីនេះកុមារទាំងអស់ដែលរស់នៅក្នុងមណ្ឌលយើងទាំងអស់វា73នាក់ក្នុងនោះវាក្នុងឈ្មោះជាផ្លូវការហ្នឹងប្រហែលជាជាង40នាក់ជាងទេហើយក្នុងនាមខ្ញុំជាឪពុកនៅទីនេះបើថានិយាយពីការកង្វះខាតធម្មតាមហាគ្រួសារវាបាននេះខ្វះនោះវាអត់វាហាក់បីដូចជាកម្មាមួយដល់តូចទាញលើខើចក្រោមណាទាញក្រោមខើចលើបាទអញ្ចឹងក្នុងការជីវិតរស់នៅសពថ្ងៃនេះយើងក្នុងនាមជាឪពុកដែលគ្រប់គ្រងនៅទីនេះតែងតែមានការ
គិតគូរនឹងយកចិត្តទុកដាក់នឹងរៀបការរៀបចំនៃជីវិតរបស់គាត់ខ្ញុំជាកូនកំព្រាបាទអត់ឪពុកម្ដាយដែរហ្នឹងកំព្រារស់នៅក្នុងអង្គការមួយអញ្ចឹងក៏ស្ម័គ្រចិត្តនឹកឃើញថាក្នុងទឹកដីខេត្តកំពង់ស្ពឺនេះវាមានកុមារលំបាកច្រើនបានខ្ញុំស្ម័គ្រចិត្តលើកដៃទទួលយកច្បាប់នឹងចុះមករៀបចំការងារនេះដោយសារថាចេញពីការលំបាកដែរត្រង់កន្លែងហ្នឹងហើយខ្ញុំចេះតែមានអារម្មណ៍ការគិតការនេះមកដល់ស្រុកទេសដែលខ្ញុំធ្លាប់រស់នៅហើយកុមារយើងទទួលយកក្នុងនោះបើសិនតែមានសិតសឹងកុមារលំបាកមានឪពុកអត់ម្ដាយមានម្ដាយអត់ឪពុកអញ្ចឹងទៅបើមានម្ដាយនឹងតើតែម្ដាយនឹងមានជំងឺដង្កាត់ឬក៏ម្ដាយនឹងទៅរកស៊ីក្រៅបាត់ទៅនៅជាមួយយាយនឹងលំបាកលំបិនអីចឹងទៅហើយក្នុងនាមខ្ញុំជាឪពុកហ្នឹងទោះបីមានការខ្វះខាតខ្លះក៏ប្រឹងប្រែងដែរព្រោះអីហៅពុកម៉ែពេញមាត់ព្រោះអីកូនទាំងអស់បើសិនជាកុំឃើញកូនខ្ញុំបង្កើតរៀងដូចខ្ញុំប្រហែលជាមិនដឹងថាណាមួយកូនខ្ញុំបង្កើតទេព្រោះហៅលោកឪពុកលោកម៉ែទាំងអស់បាទអញ្ចឹងខ្ញុំស្រឡាញ់ដូចតែកូនខ្ញុំចឹងតែពេលខ្លះក៏មានអារម្មណ៍គាត់ធ្វើខុសអីមួយចឹងទៅយើងចេះតែណែនាំចេះតែថាស្ដីឲ្យគាត់ទៅពេលខ្លះពួកគាត់ខឹងយើងតែដល់ពេលក្រោយមកក៏រៀនសូត្រចេះដឹងទៅគាត់ចេញទៅក្រៅទៅបានគាត់នឹកឃើញមកសារភាពវិញថាកូនខុសហើយការនៅលោកពុកស្ដីលោកម៉ែស្ដីថាឲ្យណែនាំកូនក្នុងនាមបំណងល្អតែកូននឹកស្មានថាមិនល្អខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលរាល់ថ្ងៃដើម្បីក្មេងៗក៏អរគុណដល់ក្រុមហ៊ុន Media ហើយថ្ងៃនេះក៏ដូចជាថាកូនខ្ញុំចោះព្រោះអីមកធ្វើគូកំណើតឲ្យខ្ញុំរំភើបមែនតើខ្ញុំស្រក់ទឹកភ្នែកទេដោយសារខ្ញុំមិនដែលអ្នកណាមានទេហើយបើសិនសុំហ្មងប្រហែលជាប្រកែកតែដល់ surprise ទទួលយកអញ្ចឹងក៏សូមអរគុណ Media សូមថ្លែងអំណរគុណសម្រាប់ការលះបង់ដ៏ធំធេងនិងសេចក្តីស្រឡាញ់របស់លោកប្រធានមណ្ឌលកុមារកំព្រាត្រែងតាយ៉ាងថ្ងៃនេះមកដែរគឺក្រុមហ៊ុន Media បាននាំនៅកាដូពិសេសជាប្រភេទម៉ាស៊ីនបោកគក់ Media ទ្វារខាងលើដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ